สำหรับวิดีโอมื้อនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការកំណត់ទៅលើ Facebook Story មិនឲ្យអ្នកណាគេម្នាក់ឃើញមានន័យថាមនុស្សដែលយើងចុចមិនឲ្យឃើញហ្នឹងម្នាក់ហ្នឹងគឺមិនអាចមើលឃើញ Story យើងទេអញ្ចឹងបងប្អូនយើងអាចកំណត់បាននៅក្នុងតាមរយៈការបង្ហាញរបស់ខ្ញុំបាននៅក្នុងវីដេអូមួយនេះអូខេគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំបាទពត្រីបន្តទៀតជាមួយនឹង PPY Channel របស់ខ្ញុំបាទផងដែរវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាខ្លះៗពីរបៀបនៃការកំណត់ទៅលើ Facebook Story មិនឲ្យអ្នកណាគេម្នាក់ដែលយើងកំណត់ហ្នឹងបានឃើញ Story របស់យើងនោះទេអញ្ចឹងបងប្អូនយើងអាចកំណត់បានសម្រាប់ការ add story របស់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងត្រូវចូលទៅក្នុងកម្មវិធី Facebook ហ្នឹងហើយយើងចូលក្នុង Facebook មកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវចូលកន្លែង story ហ្នឹងហើយ story ហើយខ្ញុំឧទាហរណ៍ថាខ្ញុំចង់ add រូបមួយនេះហ្នឹងហើយក្រោយមកទៀតបងប្អូនយើងចុចកន្លែងសញ្ញា setting បងប្អូនយើងចុចកន្លែងសញ្ញា setting មកហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុចទៅលើពាក្យថា privacy បងប្អូនយើងនឹងឃើញមាន option ច្រើនដែរកន្លែងនេះបើសិនជាបងប្អូនយើងជ្រើសរើសកន្លែង public អញ្ចឹងមានន័យថាមានគេគ្រប់គ្នាគឺអាចមើលឃើញទៅលើ story របស់យើងហើយខាងក្រោមទី2ហ្នឹងគេដាក់ friend អញ្ចឹងគឺ friend យើងហើយកន្លែងនេះគឺ custom អញ្ចឹង custom ហ្នឹងយើងចង់និយាយពីយើងអាចកំណត់ណាមានតែម្នាក់ទេដែលយើងកំណត់ឲ្យឃើញឬក៏កំណត់អ្នកណាគេម្នាក់អាចមើលឃើញ story ដែលយើងបានpost ទៅឬក៏យើងចង់ឲ្យអ្នកណាគេឃើញ story យើង take ទៅប៉ុន្តែនៅក្នុងវីដេអូមួយនេះគឺយើងអត់ចង់ឲ្យអ្នកណាម្នាក់ឃើញទៅលើវីដេអូរបស់story របស់យើងទេអញ្ចឹងបងប្អូនយើងចុចកន្លែង friend ហើយចុចពាក្យថា hide story from អញ្ចឹងចុចកន្លែងនេះមកហើយយើងចុចទៅលើអ្នកណាគេម្នាក់ដែលអត់ចង់ឲ្យឃើញ story ផងយើងឧទាហរណ៍ថាខ្ញុំចុចលើគេហ្នឹងហើយក្រោយមកទៀតចុចដានមកចុចដានមកគឺអូខេអ្នកទាំងអស់គ្នាហើយយើងចុចដានហើយខ្ញុំឧទាហរណ៍ទេកន្លែងនេះក្រោយពីបងប្អូនយើងចុចដានវាលោតឲ្យយើង save កន្លែងនេះអញ្ចឹងយើងចុច save ហើយយើងទៅ post story ធម្មតាហ្នឹងហើយយើងចូលទៅ post story កន្លែង add story ធម្មតាមកគឺរួចហើយអ្នកទាំងអស់គ្នាអញ្ចឹងកន្លែងហ្នឹងដែរគឺត្រូវការឲ្យអ្នកទាំងអស់គ្នាស្វែងយល់បន្តិចកុំឲ្យអ្នកទាំងអស់គ្នាច្រឡំគ្នា sorry បងប្អូនរៀងអត់សូវច្បាស់កន្លែងហ្នឹងហ្នឹងហើយរៀងច្បាស់កន្លែងនេះគឺកន្លែង friend ហ្នឹងមានន័យថាយើងកំណត់មិនឲ្យអ្នកណាគេម្នាក់ហ្នឹងឃើញទៅលើ story របស់យើងកំណត់អត់ឲ្យគេឃើញទេម្នាក់ដែលយើង thích ហ្នឹងគឺអត់ឃើញទេឬក៏ប្រហែលអ្នកដែលយើងបាន thích ហ្នឹងគឺអត់បានឃើញទៅលើ story ដែលយើងបង្ហោះទៅទេបន្ទាប់មកទៀតបើសិនជាកន្លែង custom នេះកន្លែង custom ខាងក្រោមនេះមានន័យថាបើយើង thích ទៅលើអ្នកណាគេម្នាក់ឬក៏ thích យើង thích ពី3នាក់ទៅគឺអ្នកដែលយើងបានចុច thích ហ្នឹងឃើញ story យើងប៉ុន្តែអ្នកដែលយើងអត់បាន thích ហ្នឹងគឺអត់អាចមើលឃើញ story របស់យើងទេអញ្ចឹងនេះគឺជារបៀបភាពខុសគ្នារវាងកន្លែង custom និងកន្លែង friend អញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងហើយសម្រាប់ការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះបើសិនជាបងប្អូនយើងពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនិងវីដេអូនិងបទពិសោធន៍ខ្លីៗពីខ្ញុំបាទផងដែរអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយក៏អភ័យទោសផងដែរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ពាក្យសម្ដីដែលនិយាយទៅរៀងរអាក់រអួលឬក៏កំហុសខុសឆ្គងដែលកើតឡើងដោយចេតនាអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជួបគ្នាវីដេអូបន្ទាប់ទៀតជាមួយនឹងខ្ញុំបាទផងដែរ